ចំណុចទី2ជ្រើសរើសជំហានតូចមួយនៅក្នុងជីវិតរបស់យើង choose a small step to do តើគ្រូធ្វើដោយរបៀបម៉េចដើម្បីយើងអាចដើរទៅកាន់គោលបំណងព្រះជាម្ចាស់ធ្វើម៉េចដើម្បីយើងជៀសចេញពីផែនដីរបស់ខ្ញុំនៅលើផែនដីនេះហើយធ្វើម៉េចដើម្បីខ្ញុំជៀសកិច្ចការទាំងអស់នេះ choose a small step to do នៅក្នុងជីវិតរបស់យើងមិនបាច់ចាំធំពេកទេប៉ុន្តែ choose ជ្រើសរើសជំហានតូចមួយក្នុងការធ្វើនៅក្នុងជីវិតរបស់យើងលូកាជំពូកទី10ខទី38មានសាច់រឿងមួយនៅពេលដែលព្រះគ្រីស្ទទៅលេងផ្ទះម៉ាថានិងមេរីនៅពេលដែលព្រះអង្គទៅលេងមានកិច្ចការពីរដែលបានកើតឡើងមែនទេតើធ្វើម៉េចដល់ខ្ញុំអាចលឺសំឡេងរបស់ព្រះអង្គហើយធ្វើម៉េចដល់ខ្ញុំអាចរើសទៅកិច្ចការតូចនោះដើម្បីធ្វើឲ្យត្រឹមត្រូវមែនទេព្រះគម្ពីរបានចែងថាការព្រះយេស៊ូវធ្វើដំណើរជាមួយពួកសិស្សព្រះអង្គយាងចូលទៅកាន់ភូមិមួយមានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គឲ្យស្នាក់នៅក្នុងផ្ទះរបស់នាងមានប្អូនស្រីម្នាក់ឈ្មោះមេរីអង្គុយនៅទៀបប្របាទទាព្រះម្ចាស់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គតើបងប្អូនប្រមាណអ្នកដែលស្ដាប់កិច្ចការដែលកើតនៅលោកីនេះជាព័ត៌មានជាកិច្ចការលំបាកយើងចាប់ដើមស្ដាប់មែនយើងរវល់ស្ដាប់កិច្ចការទាំងអស់នេះប៉ុន្តែមានស្ត្រីម្នាក់នៅក្នុងព្រះគម្ពីរបានចែងថាមាននាងមេរីគឺជាប្អូនស្រីរបស់នាងម៉ាថានៅពេលដែលព្រះអង្គបានយាងទៅលេងផ្ទះរបស់គាត់ទទួលព្រះយេស៊ូវគ្រីស្ទឲ្យស្នាក់នៅហើយប្រហែលជារៀបចំអាហារមួយពេលជាមួយឲ្យបានទទួលទានហើយជាមួយនឹងព្រះយេស៊ូវគ្រីស្ទប៉ុន្តែព្រះគម្ពីរបានចែងថានាងមេរីដែលជាប្អូនស្រីរបស់ម៉ាថាបានអង្គុយទៀបប្របាទទារបស់ព្រះម្ចាស់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គនៅពេលដែលជីវិតរបស់យើងរវល់ពេកនៅពេលដែលជីវិតរបស់យើងមានកិច្ចការជាច្រើនដែលយើងត្រូវធ្វើប៉ុន្តែលោកអ្នកបងប្អូនខ្ញុំសួរសំណួរមួយតើយើងនឹងសម្រេចកិច្ចការនោះដោយរបៀបម៉េចតើយើងនឹងសម្រេចកិច្ចការមួយចំនួនដោយរបៀបណាប្រសិនបើយើងមិនដែលគយនៅទៀបប្របាទទារបស់ព្រះយេស៊ូវគ្រីស្ទស្ដាប់អំពីដួងចិត្តរបស់ព្រះគ្រីស្ទស្ដាប់យោបល់អំពីព្រះយេស៊ូវគ្រីស្ទស្ដាប់គំនិតរបស់ព្រះយេស៊ូវគ្រីស្ទស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គតើខ្ញុំត្រូវដោះស្រាយនេះដោយរបៀបណាតើខ្ញុំនឹងទៅមុខទៀតដោយរបៀបណានៅក្នុងជីវិតរបស់ខ្ញុំ Humanities Recycles not គំនិតចាស់នឹងជំរុញលោកអ្នកបងប្អូនក្នុងការសម្រេចចិត្តកិច្ចការទាំងអស់នោះមែនដែរអត់របៀបចាស់នឹងរំលឹកយើងឲ្យបានសម្រេចកិច្ចការទាំងអស់នោះមែនទេសម្រេចធ្វើអ្វីមួយដើរទៅមុខដោយរបៀបណាប៉ុន្តែនៅពេលដែលយើងនៅទៀបប្របាទទារបស់ព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលព្រះអង្គនឹង lead យើងព្រះបន្ទូលព្រះអង្គនឹងដឹកនាំការសម្រេចចិត្តរបស់យើងព្រះបន្ទូលព្រះអង្គនឹងធ្វើកិច្ចការនៅក្នុងជីវិតរបស់យើងព្រះបន្ទូលព្រះអង្គនឹងជាប្រាជ្ញានៅក្នុងជីវិតរបស់យើងព្រះបន្ទូលព្រះអង្គនឹងជាជំគាងសម្រាប់ជីវិតរបស់យើងព្រះបន្ទូលព្រះអង្គនឹងនាំយើងទៅកាន់កន្លែងមួយដែលប្រសើរជាងមុននៅក្នុងជីវិតរបស់យើងព្រះបន្ទូលព្រះអង្គនឹងឈ្នះលោកីនេះព្រះបន្ទូលព្រះអង្គនឹងឈ្នះ recycle នៃ humanities ខ្ញុំឃើញកិច្ចការនេះដោយផ្ទាល់ភ្នែកហើយខ្ញុំក៏មានបទពិសោធន៍កិច្ចការទាំងអស់នេះដែរនៅពេលដែលខ្ញុំរវល់ច្រើន recycle នៅមានព្រះអង្គក្នុងចិត្តគំនិតខ្ញុំហើយព្រះអង្គបានប្រាប់ថាអ្នកជឿព្រះអង្គតាអ្នកមានព្រះបន្ទូលរបស់ព្រះអង្គតាហេតុអីមិននៅប្របាទទារបស់ព្រះយេស៊ូវគ្រីស្ទហើយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គស្ដាប់ពីដួងចិត្តរបស់ព្រះគ្រីស្ទនៅក្នុងស្ថានភាពមួយនេះស្ដាប់អំពីចិត្តរបស់ព្រះអង្គនៅក្នុងស្ថានភាពមួយនេះតើព្រះអង្គមានព្រះបន្ទូលតូចមួយនៅក្នុងជីវិតរបស់យើងដើម្បីយើង take step ដែរអត់សូមបង្ហាញរូបភាពមួយសូមឲ្យយើងនៅគៀកជាមួយព្រះគ្រីស្ទដូចជាកូនក្មេងដែលនៅគៀកជាមួយព្រះយេស៊ូវគ្រីស្ទស្ដាប់ព្រះអង្គដូចជាព្រះអង្គជាឪពុកដែលផ្ដល់អាវាតដែលមានបទពិសោធន៍ច្រើននៅលើពិភពលោកនេះមែនទេអត់នៅពេលដែលខ្ញុំចូលទៅកាន់ព្រះអង្គពេលខ្លះខ្ញុំចូលជាកូនរបស់ព្រះអង្គជាក្មេងតូចមួយដែលព្រះអង្គហើយ Daddies what I have to do something change ការផ្លាស់ប្ដូរច្រើននៅក្នុងជីវិតរបស់ខ្ញុំផ្លាស់ប្ដូរច្រើននៅក្នុងស្ថានភាពមួយចំនួនទាំងសេដ្ឋកិច្ចទាំងសង្គ្រាមទាំងអ្វីៗគ្រប់យ៉ាងទាំងជំងឺគ្រប់បែបយ៉ាងតើខ្ញុំត្រូវធ្វើអីខ្ញុំចង់បោះជំហានប៉ុន្តែខ្ញុំមិនដឹងបោះជំហានទៅណាខ្ញុំចង់សម្រេចចិត្តនឹងប៉ុន្តែខ្ញុំមិនដឹងសម្រេចចិត្តនឹងវាត្រូវដែរឬអត់តែតែនៅពេលដែលខ្ញុំចូលទៅកាន់ព្រះអង្គដែលជាឪពុករបស់ខ្ញុំដូចជាកូនក្មេងដែលអង្គុយក្បែរព្រះយេស៊ូវគ្រីស្ទដូចជានាងមេរីដែលអង្គុយទាបប្របាទទារបស់ព្រះយេស៊ូវគ្រីស្ទ
ហើយស្ដាប់ដួងចិត្តរបស់ព្រះអង្គស្ដាប់គំនិតរបស់ព្រះអង្គស្ដាប់យោបល់របស់ព្រះអង្គនៅក្នុងជីវិតរបស់យើងខ្ញុំតែងតែបានចម្លើយខ្ញុំតែងតែបានចម្លើយដែលខ្ញុំអាចបោះជំហានដ៏តូចមួយក្នុងការធ្វើកិច្ចការទាំងអស់នោះសូមឲ្យលោកអ្នកបងប្អូនបោះជំហានតូចមួយចូលទៅកាន់ព្រះអង្គស្ដាប់ព្រះបន្ទូលព្រះអង្គដូចនាងមេរីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងអេពីសូតចំពុក2ខ6ព្រះអង្គមានប្រោសយើងឲ្យបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ទយេស៊ូវនិងឲ្យយើងអង្គុយលើបល្ល័ង្កនៃឋានបរមសុខរួមជាមួយព្រះអង្គដែរឈរមុខតំណែងជាកូនរបស់ព្រះគ្រីស្ទនៅក្នុងស្ថានភាពលោកអ្នកបងប្អូនទាំងអស់គ្នាអង្គុយរួមជាមួយព្រះគ្រីស្ទនៅក្នុងកលៈទេសៈមួយចំនួនដែលលោកអ្នកបងប្អូនគ្មានកម្លាំងនឹងយកឈ្នះគេថា sit as a child of God ព្រះគម្ពីរអេផេសូចំពុក2ខ6បានប្រាប់យើងថាជើងឈរយើងអង្គុយនៅបល្ល័ង្ករបស់ព្រះគ្រីស្ទដែលព្រះអង្គអង្គុយដែរក្នុងឋានៈជាកូនខ្ញុំអង្គុយលើកៅអីមួយនេះជាកូនតើព្រះអង្គនឹងធ្វើអីសម្រាប់ជីវិតរបស់ខ្ញុំមែនទេអត់រីឯនាងមកថាវិញនាងមានកិច្ចការរវល់ច្រើនដើម្បីបម្រើព្រះអង្គកុំរវល់ច្រើនពេកគង់វានិយាយចឹងតិចគេលេងបម្រើក្នុងក្រុមជំនុំអស់ទៅខ្ញុំមិនដែលខ្លាចទេជីវិតរបស់ខ្ញុំមិនដែលខ្លាចកុំឲ្យកិច្ចការនឹងមកជាអ្វីមួយដែលខ្លាចមនុស្សបម្រើព្រះអង្គខ្លាចមនុស្សមិនបម្រើព្រះអង្គខ្ញុំមិនដែលខ្លាចនោះទេបើសិនបើលោកអ្នកបងប្អូនស្រឡាញ់ព្រះអង្គបងប្អូនបម្រើព្រះអង្គហើយមិនបាច់ចាំខ្ញុំបខំទេទៅបខំគេហត់គេមិនចង់បម្រើទៅបខំទាញគេហត់យ៉ាងម៉េចហ្នឹងធ្វើបាន13 4 5ខែអស់ម្លងលេងទុនដៃទុនជើងវត្តតែគិតពីរឿងហ្នឹងបើលោកអ្នកបងប្អូនស្គាល់ព្រះគ្រីស្ទច្បាស់បើលោកអ្នកបងប្អូនស្រឡាញ់ព្រះអង្គបើព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនប្រកាសជាញែកពេលដើម្បីបម្រើព្រះអង្គដើម្បីចូលមកកាន់ដំណាក់ព្រះអង្គហើយបម្រើព្រះអង្គបាត់ហើយខ្ញុំចាំបាច់ទៅធ្វើអាហ្នឹងទៅអីគំនិតនេះជាអ្វីមួយដែលព្រះគ្រីស្ទបាននាំសាវកបង follow me សាវកបងបានបោះសំណាញ់បានបោះកិច្ចការរបស់គាត់ហើយដើរតាមព្រះយេស៊ូវគ្រីស្ទនាងមកថាវិញនាងមានកិច្ចការរវល់ច្រើនដើម្បីបម្រើព្រះអង្គនាងចូលមកទូថាបបពិតព្រះអង្គម្ចាស់ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯងតើព្រះអង្គមិនអើពើទីអីសូមព្រះអង្គប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផងបម្រើព្រះអង្គអត់ខុសឲ្យលោកអ្នកបងប្អូនមែនទេម្នាក់ស្រឡាញ់ក្នុងការបម្រើភាពជាអ្នកបម្រើគឺជាអ្វីមួយដែលព្រះគ្រីស្ទបានធ្វើរយៈពេល3ឆ្នាំកន្លះនៅពេលដែលព្រះអង្គយាងមកលើផែនដីនេះព្រះអង្គលាងជើងឲ្យក្រុមសាវកព្រះអង្គដើរព្រះអង្គបម្រើសិស្សព្រះអង្គមកបម្រើជាអ្នកបម្រើមិនមែនជាអ្វីមួយដែលធ្វើជាប្រធានគេទេព្រះអង្គបានប្រសូតនៅក្នុងក្រុមគ្រួសារមួយដែលក្រមិនសូវជាមានហើយដើរក្នុងជីវិតមួយដែល simple ដែលសាមញ្ញតែកិច្ចការរបស់ព្រះគ្រីស្ទអត់ simple ទេលោកអ្នកបងប្អូនអាចរស់នៅក្នុងជីវិតមួយដែល simpleដែលសាមញ្ញចូលក្រុមជំនុំបម្រើព្រះអង្គស្រឡាញ់ព្រះអង្គតែកិច្ចការដែលលោកអ្នកបងប្អូនធ្វើសម្រាប់ព្រះគ្រីស្ទមិនមែនជាកិច្ចការមួយដែលសាមញ្ញទេព្រះម្ចាស់មានព្រះបន្ទូលទៅកាន់នាងថាម៉ាថាអើយនាងមានកង្វល់ហើយរវល់នឹងកិច្ចការជាច្រើនណាស់ប៉ុន្តែមានកិច្ចការមួយគត់ដែលចាំបាច់មេរីបានជ្រើសរើសចំណែកដ៏ល្អពិសេសនោះហើយមិនត្រូវយកនាងចេញនោះទេលោកអ្នកបងប្អូនខ្ញុំបានញែកពេលមួយព្រឹកជាចំណែកមួយដែលពិសេសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាពេលវេលាមួយដែលលោកអ្នកបងប្អូនហើយខ្ញុំអាចថ្វាយបង្គំព្រះអង្គហើយលើព្រះបន្ទូលព្រះអង្គហើយអធិដ្ឋានទៅកាន់ព្រះអង្គដោយមានប្រសិទ្ធភាពជាសហគមន៍នៃសេចក្តីស្រឡាញ់ដែលមានបងប្អូនជាអ្នកដែលជឿរួមគ្នាហើយថ្វាយបង្គំព្រះអង្គរួមគ្នាបរិយាកាសនៅនេះលោកអ្នកបងប្អូននឹងមិនអាចរកក្រៅនៅខាងក្រៅបាននោះឡើយពីព្រោះជាបរិយាកាសនៃព្រះវិញ្ញាណដ៏ពិសិដ្ឋជាបរិយាកាសនៃឋានសួគ៌ជាបរិយាកាសនៃក្រុមគ្រួសារជាអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទតែងតែមានកម្លាំងថ្មីតែងតែមានជំនឿនៅក្នុងបន្ទប់នេះ
ជាក្រុមអ្នកជឿជួបជុំគ្នាតែថ្វាយបង្គំព្រះអង្គប្រសិនបើព្រះអង្គយាងទៅកាន់ផ្ទះរបស់លោកអ្នកបងប្អូនសូមធ្វើដូចនាងមេរីប៉ុន្តែមិនមែនថាមកថាធ្វើកិច្ចការល្អទេគាត់ធ្វើល្អដែរប៉ុន្តែទៅញែកដើម្បីទាបប្របាទទារបស់ព្រះយេស៊ូវគ្រីស្ទហើយស្ដាប់ដួងចិត្តរបស់ព្រះគ្រីស្ទអេមែនទោះបានលោកអ្នកបងប្អូននៅថ្ងៃនេះសូមលោកអ្នកបងប្អូនក្រោកឈរឡើងនៅថ្ងៃនេះហើយខ្ញុំជឿថាមេរៀននេះជាមេរៀនមួយដែលផ្ដល់កម្លាំងលើកទឹកចិត្តរបស់លោកអ្នកបងប្អូនទាំងអស់គ្នាពេលខ្លះយើងត្រូវឡើងភ្នំប៉ុន្តែយើងត្រូវចេះទទួលកម្លាំងពីព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើងពេលខ្លះយើងខ្វះខាតនៅក្នុងជីវិតរបស់យើងប៉ុន្តែយើងត្រូវចេះបោះជំហានមួយដោយជំនឿនៅក្នុងជីវិតរបស់យើងតាមអ្វីមួយដែលព្រះបន្ទូលរបស់ព្រះអង្គបានចែងនៅក្នុងជីវិតរបស់យើងសូមឲ្យលោកអ្នកបងប្អូនចាប់ដើមយកឈ្នះអ្វីដែលជា recycles នៃផ្នត់គំនិតចាស់របស់យើងប៉ុន្តែសូមឲ្យសេចក្តីពិតដែលជាព្រះបន្ទូលរបស់ព្រះអង្គសូមឲ្យជំនឿបានកើតឡើងនៅក្នុងជីវិតនៅក្នុងស្ថានភាពរបស់លោកអ្នកបងប្អូនទាំងអស់គ្នាហើយខ្ញុំដឹងថាកិច្ចការទាំងអស់នេះអត់ងាយស្រួលទេប៉ុន្តែជាងកិច្ចការមួយដែលយើងមិនធ្វើប៉ុន្តែយើងជ្រើសរើសកិច្ចការដែលមិនងាយស្រួលនេះដើម្បីជំនឿដើម្បីចិញ្ចឹមជំនឿរបស់យើងឲ្យចម្រើនឡើងស្ថានភាពដែលយើងជួបនឹងបន្តឲ្យយើងមានជំនឿមួយដែលល្អប្រសើរនៅក្នុងជីវិតរបស់យើងហើយខ្ញុំអត់ជឿថាព្រះអង្គស្រឡាញ់យើងឲ្យយើងជួបតែសុខសប្បាយរហូតទេប៉ុន្តែកិច្ចការដែលមិនសូវសុខសប្បាយនេះធ្វើឲ្យយើងមើលឃើញព្រះគ្រីស្ទធ្វើឲ្យយើងបានកសាងជំនឿរបស់យើងកាន់តែរឹងមាំឡើងចាក់ឬឲ្យជ្រៅនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គហើយរៀនបោះជំហានធ្វើតូចតែយើងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងប្រសិនបើយើងនឹងមិនដែលបោះជំហានឬកិច្ចការទាំងអស់នេះយើងនឹងមិនដែលទៅដល់គោលដៅមួយដែលព្រះអង្គរៀបចំសម្រាប់ជីវិតរបស់យើងកិច្ចការដែលយើងត្រូវធ្វើឲ្យប្រសើរនៅថ្ងៃនេះឃើញអំពីប្រវត្តិមានព្រះអង្គឃើញអំពីពហុរបស់ព្រះអង្គឃើញអំពីកិច្ចការរបស់ព្រះអង្គនៅថ្ងៃនេះនៅក្នុងជីវិតរបស់យើងដើម្បីយើងអាចទុកចិត្តថាព្រះអង្គនឹងមានអ្វីមួយនៅថ្ងៃអនាគតសម្រាប់ជីវិតរបស់យើងព្រោះតែបងប្អូនខ្ញុំព្យាយាមជំនះនឹងទោះបីជាផ្នត់កំណត់ខ្ញុំថាអានឹងវាអញ្ចឹងហើយ 100% សេចក្តីពិតតែខ្ញុំព្យាយាមយកឈ្នះដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំមិនអាចទទួលយកបានអ្វីដែលសេចក្តីពិតបានប្រាប់ខ្ញុំទោះវាជាសេចក្តីពិតក៏ដោយទោះអ្វីវាបានកើតឡើងហើយទោះអ្វីកំពុងតែបានកើតឡើងហើយប៉ុន្តែខ្ញុំនឹងបដិសេធទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បើសិនបើខ្ញុំបោះជំហានដោយជំនឿហើយធ្វើតាមព្រះបន្ទូលរបស់អង្គនៅក្នុងជីវិតរបស់ខ្ញុំអ្វីដែលខ្ញុំសម្រេចចិត្តនឹងកំណត់អនាគតដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំរួចហើយតោះសូមសម្រួលចិត្តអធិដ្ឋានជាមួយខ្ញុំបិតាដែលជាព្រះទូលបង្គំអរគុណព្រះអង្គសម្រាប់ថ្ងៃនេះអរគុណសម្រាប់ប្រវត្តិមានរបស់ព្រះអង្គអរគុណសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គដែលបានកើតឡើងនៅថ្ងៃនេះព្រះម្ចាស់ហើយគុណជឿថាព្រះបន្ទូលនោះបានរំលឹកប្រាប់ទូលបង្គំម្នាក់នៅក្នុងបន្ទប់នេះថាព្រះអង្គចង់ឲ្យយើងរស់ក្នុងរបៀបមួយថ្មីរស់ក្នុងជីវិតមួយដែលជាកូនរបស់ព្រះអង្គរស់នៅក្នុងជីវិតមួយដែលមានអនាគតមួយដែលល្អប្រសើរនៅក្នុងជីវិតរបស់ទូលបង្គំម្នាក់ព្រះម្ចាស់ហើយបិតាសូមឲ្យទូលបង្គំបានយកឈ្នះអ្វីដែលជា recycle នៅលើផែនដីនេះអ្វីដែលជា recycle នៃជីវិតរបស់មនុស្សនៅលើផែនដីនេះដើម្បីឲ្យទូលបង្គំអាចធ្វើកិច្ចការដ៏អស្ចារ្យថ្វាយទៅកាន់ព្រះអង្គផងដែរព្រះម្ចាស់ហើយបិតាសូមប្រើប្រាស់ជំនាន់នេះជាជំនាន់ដែលរឹងមាំជាជំនាន់មួយដែលពុះពៀជាជំនាន់មួយដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងជីវិតរបស់ពួកគាត់ផងដែរព្រះម្ចាស់ហើយគុណជឿថាប្រទេសកម្ពុជានឹងស្គាល់ព្រះយេស៊ូវគ្រីស្ទបិតាសូមឲ្យទូលបង្គំបានធ្វើដូចជានាងមេថាព្រះម្ចាស់ម៉ារីបានព្រះម្ចាស់ហើយដែលនៅប្របាទទារបស់ព្រះអង្គឲ្យស្ដាប់ព្រះបន្ទូលស្ដាប់អំពីដួងចិត្តរបស់ព្រះអង្គនៅក្នុងជីវិតរបស់ទូលបង្គំម្នាក់ព្រះម្ចាស់ហើយសូមបំពេញកម្លាំងឲ្យទូលបង្គំជារៀងរាល់ថ្ងៃទោះបីជាពេលខ្លះទូលបង្គំទៅឡើងលើភ្នំមួយដ៏ខ្ពស់ដែលកម្លាំងនៃមនុស្សមិនអាចឡើងបានប៉ុន្តែកម្លាំងនៃព្រះវិញ្ញាណបរិសុទ្ធដែលបំពេញទៅលើជីវិតរបស់ទូលបង្គំនឹងអាចយកឈ្នះហើយឡើងហើយចុះវិញដោយសុវត្ថិភាពផងដែរព្រះម្ចាស់ហើយពេលទូលបង្គំស្រឡាញ់ព្រះអង្គ
គុណស្រឡាញ់ប្រវត្តិមានព្រះអង្គទូបង្គំបានឃើញអំពីចលនារបស់ព្រះអង្គបានធ្វើនៅក្នុងស្ថានភាពរបស់ទូបង្គំសូមឲ្យទូបង្គំបានឈ្នះលោកីមួយនេះដោយព្រះបន្ទូលនៃសេចក្តីពិតដែលមកពីព្រះអង្គគុណអរគុណព្រះអង្គសូមបំពេញសេចក្តីត្រូវការរបស់ទូបង្គំបងប្អូនរបស់ទូបង្គំនៅថ្ងៃនេះប្រសិនបើបងប្អូនដែលឈឺសូមព្រះអង្គព្យាបាលគាត់ប្រសិនបើបងប្អូនដែលត្រូវការដំណោះស្រាយព្រះអង្គឲ្យគំនិតឲ្យប្រាជ្ញាទៅកាន់គាត់ឲ្យដំណោះស្រាយទៅកាន់គាត់ផងដែរព្រះម្ចាស់ហើយដល់ទូបង្គំអរគុណព្រះអង្គសូមការអស្ចារ្យបានកើតឡើងនៅក្នុងក្រុមជំនុំរបស់ព្រះអង្គសូមឲ្យការអស្ចារ្យជាដំណើរជីវិតមួយដែលយើងដើរជាមួយនឹងព្រះយេស៊ូវគ្រីស្ទគឺជាការអស្ចារ្យដែលតែងតែកើតឡើងនៅក្នុងជីវិតរបស់ទូបង្គំម្នាក់ផងដែរព្រះម្ចាស់ហើយព្រះទូបង្គំស្រឡាញ់ព្រះអង្គត្រូវការព្រះអង្គថែមទៀតនៅក្នុងជីវិតរបស់ទូបង្គំគុណអរគុណព្រះអង្គហើយគុណថ្វាយបងប្អូនរបស់ទូបង្គំថ្វាយនឹងរដូវកាលប្រជុំបិណ្ឌនេះប្រសិនបើពួកគាត់បានទៅផ្ទះទៅស្រុកកំណើតរបស់ពួកគាត់សូមឲ្យព្រះអង្គនេះជាព្រះបានការពារសូមឲ្យសេចក្តីសុខសាន្តរបស់ព្រះអង្គបានកើតឡើងនៅក្នុងគ្រប់គ្រងគ្រួសារទាំងអស់ផងដែរព្រះម្ចាស់ហើយជាពិសេសសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គបានបំពេញជីវិតរបស់គាត់ហើយនាំទៅកាន់ក្រុមគ្រួសាររបស់គាត់នាំសេចក្តីស្រឡាញ់នាំស្នាមទឹកមុខញញឹមទៅកាន់ក្រុមគ្រួសាររបស់គាត់ផងដែរហើយការពារក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នាផងដែរព្រះម្ចាស់ហើយទូបង្គំអរគុណព្រះអង្គហើយគុណថ្វាយពេលវេលានេះទៅកាន់ព្រះអង្គក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនសូមឲ្យបងប្អូនដែលក្រុមអធិដ្ឋាននៅទីនេះហើយសូមសិនបងប្អូនបងប្អូនមានតម្រូវការអធិដ្ឋានពិសេសសូមលោកអ្នកបងប្អូនបានឡើងមកខាងលើហើយទទួលសេចក្តីអធិដ្ឋានទទួលកម្លាំងថ្មីទទួលការអធិដ្ឋានអំពីជំងឺផ្សេងលោកអ្នកបងប្អូនអាចឡើងមកខាងលើដើម្បីទទួលការអធិដ្ឋានទាំងអស់គ្នា